នឹងតាមដានព័ត៌មាននេះបន្តទៀតឥឡូវព័ត៌មានទី3គឺ MMO បាតផ្សារនៅស្រុកខ្មែរម្នាក់លុបអត្ថបទដែលកុហកថា FBI ផ្ដល់ព័ត៌មានឲ្យខ្លួនរឿងប្រពន្ធលោកតាំងសារ៉ាបងប្អូនម្ដងទៀតណានៅពេលដែលខ្ញុំយកឈ្មោះបុគ្គលនេះយកមកនិយាយខ្ញុំខ្ពើមនិយាយត្រង់ហ្មងខ្ញុំខ្ពើមនឹងនិយាយខ្ញុំខ្ពើមនឹងនឹកនាខ្ញុំខ្ពើមនឹងយកមកផ្សាយណាក៏ប៉ុន្តែដោយសារតែភាពនរុអវជ័យរបស់គាត់នេះគឺវាខ្លាយទៅជាព័ត៌មានឲ្យអំពើពៀលបាតផ្សាររបស់បុគ្គលនេះគឺខ្ញុំជឿថាគាត់នឹងបរាជិកនឹងបរាមុខព្រះនឹងមិនប្រោះគាត់ទេខ្ញុំនិយាយចេះចោះព្រោះអីបុគ្គលនេះគឺបាតផ្សារសម្បើមឲ្យអត់មាននរណាធ្វើអីគាត់បានបុគ្គលពៀលបាតផ្សារនេះគឺឈ្មោះផៃវណ្ណៈបាទគាត់បានចេញសារមួយកាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2026 28កក្កដាហ្នឹងគឺគាត់ចេញសារហ្នឹងដោយបង្ហោះរូបភាពមួយមានរូបលោកតាំងសារ៉ានិងភរិយារបស់គាត់ហើយគឺដាក់សរសេរវាយប្រហាមាក់ងាយថានាងនឹងជាស្រីសំផឹងអស់សាច់អីណាអូយនិយាយទៅគឺថារកលេខដាក់គ្មានភាសាអសរោះអះអាភិសវាយប្រហាបរិហាគេជាសាធារណៈយ៉ាងខ្លោចផ្សាដែលភាសានេះបើនៅស្រុកអាមេរិកនេះជាប់គុក24ម៉ោងតែបុគ្គលពៀលបាតផ្សារនេះធ្វើអីបានស្រេចចិត្តនៅស្រុកខ្មែរនេះហើយគឺជាប្រព័ន្ធដឹកនាំរដ្ឋរបស់ខ្មែរដែលសន្តោសប្រោះប្រណីនរុអវជ័យហើយទៅតាំងគិតថាខ្លួនឯងអស្ចារ្យមនុស្សបែបនេះឯងជាមនុស្សបំផ្លាញគណៈបកប្រជាជនកម្ពុជាបំផ្លាញរដ្ឋាភិបាលកម្ពុជាប៉ុន្តែនៅតែសន្តោសប្រោះប្រណីព្រោះអីអ្នកទាំងអស់នេះកាងគ្រួសារតកូលហ៊ុនមនុស្សនេះកាងគ្រួសារតកូលហ៊ុនដោយសារតែមានលោកហ៊ុនតូនៅពីក្រោយហើយអារឿងនេះដែលខ្ញុំនិយាយនេះគឺដោយសារលោកតាំងសារ៉ាគាត់និយាយរឿងមួយដែលមែនតើគេហៅខ្មែរយើងគេហៅថាគោដំបៅខ្នងក្អែកហាវរំលងរំសាយកន្ទុយមនុស្សស៊ីលៀសល្អៀខ្លួនគឺមានខ្លួនបើសិនជាលោកតាំងសារ៉ាផ្សាយព័ត៌មានពីរឿងការឆោបបោកអនឡាញហើយថាបុគ្គលដែលនៅការឆោបបោកអនឡាញនៅបរិយាមួយចំនួននេះដែលមានឈ្មោះមានរូបថតនេះមិនមែនជាការពិតទេអស់លោកអាចនឹងឆ្លើយមកបកស្រាយថាចំណុចនេះមិនពិតទេខ្ញុំគ្មានភាគហ៊ុននឹងចេះទេខ្ញុំគ្មានតាក់តងរឿងនេះទេសូមឲ្យសម័យខ្លួនបំភ្លឺឡើងវិញហើយកុំផ្សាយព័ត៌មានមិនពិតបែបនេះប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរអត់មានមកបកស្រាយអីទាំងអស់ចេញមកគឺប្រឡែងរូបថតរបស់លោកតាំងសារ៉ានិងភរិយារបស់គាត់ហើយថានាងជាស្រីខូចរកស៊ីសផឹងនៅស្រុកខ្មែរសិតតែគេហៅទៅរំលោភទៅស្អីណាហើយចុងក្រោយមកធ្វើជានារីរកស៊ីផ្លូវភេទនៅអាមេរិកអីណាទៀតដែលគេដឹងព័ត៌មាននេះគឺបានដោយសារប្រភពពីប៉ូលីសអន្តរប៉ូលីសអាមេរិក FBI នេះទៅយកស្ថាប័ន FBI មួយទៅបង្ខូចគេអីណាស្អីគេលោកឡំ FBI ឯណាគេទៅភ្លើទៅផ្ដល់ព័ត៌មានឲ្យមន្ត្រីបាតផ្សារមនុស្សបាតផ្សារដោយលោកនោះ FBI គេជាវិជាជីវៈជំនាញកម្ពុជាហើយឥឡូវហ្នឹងទៅបរិហាគេ FBI បើ FBI ស៊ើបអង្កេតអំពីការបរិហាគេបុគ្គលនេះគឺអត់រួចខ្លួនទេព្រោះអីយើងប៉ាតណាគេស្មានជួនកាលនិយាយថាប្រភពបាន FBI ឃើញ FBI ទៅកម្ពុជាហ្នឹងមិនគេថាគេនឹងខ្នង FBI ដែរអត់ទេលោកត្រូវចាំទៅលោកទាំងអស់គ្នាប្រហែលអ្នកហ្នឹងក្រុមបរិវាររបស់លោកហ្នឹងគឺជាមិនផុតពីគុកទេបើមិនគុកក៏កពើស៊ីដែរព្រោះអីបើអត់ជាប់គុកគឺកពើស៊ីឯងព្រោះដើម្បីបំបត្តិភ័ស្តុតាងដូច្នេះអស់លោកគ្រាន់តែគេហៅថារងចាំតែថ្ងៃទេរាល់ថ្ងៃនេះគ្រាន់បើដោយសារតែមានកាងនៅពីក្រោយបើមិនលោកហ៊ុនតូក៏លោកហ៊ុនសែនដែរកាងបុគ្គលឈ្មោះផៃវណ្ណៈនេះបានប្រហើនណាប្រហើនមែនតើយើងមិនដែលឃើញនរណាប្រហើនហើយមិនមែនតែឆ្លោះគេនៅលើអនឡាញគឺឆ្លោះគ្នាគ្រប់គ្នាម្នាក់នៅស្រុកខ្មែរខ្ញុំឃើញថ្ងៃមុនហ្នឹងលោកពេជ្រស្រស់ដែលមេបកគណៈបកយុវជនកម្ពុជាដែលស្អីគេដែលគ្រប់គ្រងគណៈបកប្រជាជនផ្កាប់មុខហ្នឹងក៏ឆ្លោះគ្នាជាមួយបុគ្គលពីលបាផ្សារនេះដែរសោះរឿងគ្នាចង់តវ៉ាអីណាហ៎ថ្ងៃមុននោះរឿងស្អីលោកអតីតបេក្ខជនចៅសង្កាត់គោកនិមិត្តនៅប៉ោយប៉ែតនោះលោកសរោសុវធីក៏ឆ្លោះគ្នាជាមួយបុគ្គលបាត់ផ្សារនេះប៉ាតណៃរឿងទៅវាយប្រហាPMនៅនេះសត្រូវជុំទៅព្រោះគាត់ជេរមរាយគេគ្រប់គ្នាហើយមន្ត្រីអង្គការអ្នករស៊ីអីហ្នឹងមករាយការណ៍ប្រាប់ខ្ញុំប្រាប់ថាបុគ្គលនេះណាដើរគោះគេគ្រប់គ្នាយកលុយផ្សាយព័ត៌មានពីនេះទៅធ្វើឲ្យគ្នាមានទុកដល់ពេលហើយបានលុយឈប់ផ្សាយទៅអាក្រក់ហួសហេតុហើយបើចង់ដឹងអ្នកណាចាំខ្ញុំប្រាប់តែខ្ញុំមិនទៅចលក់មាត់ស្អីទេគ្រាន់តែប្រាប់ថាគេរាយការណ៍មកប្រាប់មកអញ្ចឹងថាដើរគោះគេអ្នកមានអ្នកអីអ្នករស់ស៊ីស្អីហ្នឹងគឺដើម្បីយកទៅបរិហាគេទៅចំណុចខ្សោយគេល្អហើយបើដឹងថាអ្នកនោះប្រព្រឹត្តអាក្រក់យកឲ្យតឡាការកាត់ទោសប៉ុន្តែស្រែកតែអញ្ចឹងដល់ពេលមានរឿងអីអ្នកនោះឯងសោកលុយសោកអីទៅស្ងាត់បាត់ចឹងអញ្ចឹងធ្វើឲ្យបុគ្គលនេះមានទ្រព្យច្រើនមែនតើយើងមើលសម្ញែងទ្រព្យឲ្យអ្នកសម្ញែងទ្រព្យដូចជាវាសនាមិនសូវខុសលោកលេងនវត្រាហ្មងដាក់លុយ 3-4 លានចុងក្រោយលលាយខ្សលអូឡានអីគេអួតគេហើយថ្ងៃណានោះគេសិតថាអីណាពេលដែលខ្ញុំឈប់ពីអាស៊ីសេរីមកនោះស្អីទៅឲ្យរស់ស៊ីធ្វើការជួលមើលចការគេទៅគេឲ្យ300ខ្ញុំសឹងថាភើយដាក់ឲ្យក៏ប៉ុន្តែមិនចង់និយាយចលក់រទេ300ហ្នឹងគ្រាន់តែខ្ញុំស្រែកមេក្រូបកប្រែតាមមួយវ៉ាស់ហ្នឹងតែ5-10នាទីហ្នឹងខ្ញុំបាន300បាត់ហើយកុំចាំបាច់ទៅធ្វើការឲ្យលោកឯងមួយខែ300ហើយបើសិនជាខ្ញុំទៅធ្វើការវិញមិនខ្ញុំរើសតកែមិនទៅរើសតកែថោកទាបបាតផ្សារដូចលោកទេខ្ញុំទៅរើសតកែណាដែលឲ្យខ្ញុំតាម$50ធ្វើការឲ្យស្ម័គ្រចិត្តក៏ខ្ញុំទៅធ្វើដែរឲ្យតែគេថ្លៃធ្នូតកែអញ្ចេះអីវិញនេះឲ្យខ្ញុំ$30000ក៏ខ្ញុំមិនទៅធ្វើឲ្យដែរព្រោះវាថោកឥឡូវរឿងចេះតែលោកតាំងសារ៉ាថ្ងៃ28គាត់បង្ហោះសារមួយនិយាយអំពី
mà chạm mình đôi cho bao online đây cả krang nắng cứ toàn bật thế nấu chọn con này dây than chứ có tha pro pop pi mình trai mà cách mình nè krongនៅក្នុងខណ្ឌដង្កោព្រមទាំងពលរដ្ឋច្រើនអ្នកបានសម្ដែងក្តីព្រួយបារម្ភថាបរិយាមួយចំនួនក្នុងមណ្ឌលនេះគឺកំពុងតែលាក់បាំងសកម្មភាពឆបោកអនឡាញដែលនាំឲ្យប្រជាពលរដ្ឋប្រកបរបរអាជីវកម្មលក់ដូរផ្សេងៗហ្នឹងព្រួយបារម្ភខ្លាំងនឹងសុខភាពរបស់ពួកគាត់ប្រពន្ធដដែលឲ្យដឹងថាអធិការខណ្ឌឈ្មោះថាជឹមសិដ្ឋាហាក់មានការព្យាយាមលាក់បាំងលើបញ្ហានេះហើយពលរដ្ឋខ្មែរនៅក្នុងខណ្ឌនេះជំរុញឲ្យសមាជិកក្រសួងមហាផ្ទៃសហការជាមួយ FBI បើកការស៊ើបអង្កេតស៊ីជម្រៅនាំខ្លួនជនដៃដល់មកផ្ដន្ទាទោសតាមផ្លូវច្បាប់បរិយាដែលសង្ស័យមានជាប់ពាក់ព័ន្ធនឹងការលាក់បាំងអំពើកតកម្មឆបោកអនឡាញនៅក្នុងខណ្ឌដង្កោទាំងនេះរួមមានទី1បរិយាច័ន្ទគិរីទី2បរិយាពេងអ៊ីមទី3បរិយាពិភពថ្មីគួរស្រូវ1គួរស្រូវ2គួរស្រូវ3និងទី4បរិយាជីបម៉ុង50ម៉ែត្រមានគេរាយការណ៍មកខ្ញុំថាសូម្បីតែនៅបរិយាពេញហួតមួយខ្ញុំមិនបាច់ប្រាប់ទេថាមានអំពើឆបោកអនឡាញហ្នឹងគឺដាក់នៅក្នុងបរិយាហ្នឹងដែរអញ្ចឹងសមាជិកទៅស្រាវជ្រាវទៅពួកគាត់សុំមិនបញ្ចេញឈ្មោះទេគ្រាន់តែថាពិបាកណាស់បរិយាពេញហួតតែខ្ញុំមិនប្រាប់ទីតាំងទេគ្រាន់តែថាបើសមាជិកចង់ទៅចោះស្រាវជ្រាវនៅពេញហ្នឹងគ្រាន់តែលោកសារដាប្រហោះរូបនេះហើយដាក់រូបលោកជឹមសិដ្ឋាលោកផែងវណ្ណៈលោកហ៊ុនតូលោកជួននរិនប្រហោះរូបហ្នឹងទាំងអស់ដោយសារតែមានថាក្រុមនេះកាងនៅពីក្រោយហ្នឹងដូចខ្ញុំនិយាយចឹងស្រាប់តែបុគ្គលពីលបាតផ្សារផែងវណ្ណៈនេះប្រហោះនៅលើ Facebook គាត់នៅថ្ងៃ29ខែកក្កដាមួយថ្ងៃហ្នឹងភ្លាមគឺយករូបប្រពន្ធលោកតាំងសារដាមកវាយប្រហារមកថាស្រុតតែជាស្រីសផឹងស្រីស្អីណាហើយថាបានប្រភពមកពី FBI ប្រាប់ថានាងកំពុងរស់ស៊ីផ្លូវភេទលក់ខ្លួនឲ្យប្រុសអាមេរិកនៅឯសហរដ្ឋអាមេរិកហើយ FBI ប្រាប់ចុះ FBI ណាក៏លមាស់ម៉េះមើលរឿងគ្រួសារគេទៅប្រាប់អីអ្នកណាមិនប្រាប់ទៅប្រាប់បុគ្គលពីលបាតផ្សារដែល FBI ដាក់នៅក្នុងបញ្ជីខ្មៅឲ្យតែចូលដីអាមេរិកចាប់ខ្លួនឯងព្រោះលោកបាតផ្សារនេះគឺគម្រាមសម្រាប់លោកតាំងសារដាកាលពីប្រហែលឆ្នាំមុនបងប្អូនមានចាំទេដោយសារតែបុគ្គលនេះហើយដែលធ្វើឲ្យកម្ពុជាល្បីអាសោចពេញពិភពលោកកាសែត Washington Post ក៏ផ្សាយកាសែតអន្តរជាតិក៏ផ្សាយអំពីបុគ្គលដែលជាសកម្មជនរបស់គណៈបកកណ្ដាលអំណាចនិងរដ្ឋាភិបាលកម្ពុជាដែលមានអ្នកនៅកាងពីក្រោយគឺលោកហ៊ុនតូនិងលោកហ៊ុនសែននេះគឺពមៀនសម្រាប់លោកអ្នកកាសែតគឺលោកតាំងសារដាហើយអត់មាននរណាចាត់ការអីទាំងអស់ហើយពិភពលោកគេមើលមកអាសេរីភាពព័ត៌មានយើងក៏ធ្លាក់ចុះដោយសារបុគ្គលបាតផ្សារនេះដែរយើងធ្លាក់ប្រមាណលេខគឺដោយសារបុគ្គលបាតផ្សារនេះដែរតែយើងអត់ចាត់ការអីចឹងទៅហើយគេសប្បាយចិត្តដែរគេថាគេគម្រាមអ្នកនៅក្រៅប្រទេសបានតែប្រជាពលរដ្ឋ18លានអ្នកខ្លោចផ្សារដោយសារបុគ្គលនេះតាឥឡូវអស់ពីហ្នឹងបងប្អូនមានចាំទេក្រៅពីគម្រាមសម្រាប់លោកតាំងសារដាថាសើមកកាលហ្នឹងសារសម្រាប់ហ្នឹងគឺសុទ្ធតែមកសើពុះកាប់8ក្បាលជិះមកដល់ស្រុកខ្មែរហើយឲ្យជួលជើងកាងគេមិត្តគេអីណានៅអាមេរិកអីហ្នឹងមកធ្វើបាបលោកសារដាយីមកចេញអាការគម្រាមឆ្លងដែនទៀតអានៅស្រុកខ្មែរធ្វើអីគេមិនបានមកចេញមកអីហ្នឹងអញ្ចឹង FBI គេដាក់នៅក្នុងបញ្ជីខ្មៅអញ្ចឹង FBI ទៅប្រាប់លោកនៅពេលដែលលោកខ្លាយទៅជាបុគ្គលជនសង្ស័យនៃអំពើអក្រិតមួយដែលគេចាំតែចាប់ខ្លួនហើយឥឡូវទៅបកអាក្រាតយក FBI ជាប្រភពគាត់ទៅប្រាប់ថាប្រពន្ធលោកតាំងសារដាជាស្រីសផឹងក៏ទៅមនុស្សយើងមិនគួរណាថោកទាបដល់ស្នាក់នេះសោះណាប៉ុន្តែដល់ឥឡូវអាវីដេអូអា post ដែលគាត់ផ្សាយថាប្រពន្ធលោកសារដាជាស្រីសោភីនីជាអីលក់ខ្លួននៅអាមេរិកនេះស្រាប់តែស្ងាត់លួចលុបបាត់បើខ្លាំងមិនដាក់ទៀតទៅលុបបាត់ហើយព្រោះអីមកខ្ញុំបើកអត់បានទេសុំទោសបងប្អូនបុគ្គលពីលនេះមានអ្នក follower គាត់ 250k អីណានោះហើយដាក់មកផ្សាយអញ្ចឹងប៉ុន្តែឥឡូវខ្ញុំដឹងរឿងនេះដោយសារលោកតាំងសារដាទេគាត់ចិត្តតែផ្ញើមកឲ្យខ្ញុំដើម្បីតាមដានបុគ្គលនេះដែរតែខ្ញុំប្លុកគាត់ចោលអស់ហើយខ្ញុំបើកអត់បានអញ្ចឹងខ្ញុំក៏បានឲ្យមិត្តភ័ក្តិរបស់ខ្ញុំដែលមានដែលមិនប្លុកព្រោះខ្ញុំប្លុកគាត់ខ្ញុំបើកអត់បានដែរបុគ្គលផៃវណ្ណៈបុគ្គលសានបន្ទឿនឬច្រើនទៀតលោកជេមសុកម៉ាក់ហឺនសកៀលហ៊ុយសុធាស្អីគេនៅជប៉ុនឈ្មោះឡុងស្អីឈ្មោះស្អីអ្នកណាក៏ដោយឲ្យតែជេរបចោគឺខ្ញុំប្លុកភាគច្រើនក៏ប្លុកអត់ទាន់អស់ទេតែខ្ញុំបើកពួកគាត់អត់បានទេអញ្ចឹងបងប្អូនផ្ញើអីមកខ្ញុំមើលអត់ឃើញទេដោយសារអីខ្ញុំអត់ចង់ស្ដាប់អំពើថោកទាបរបស់ពួកគាត់ទេខាតពេលខ្ញុំអត់ចង់រើសដុំថ្មចោលឆ្កែអាចោលឆ្កែមកជុំវិញងុំនឹងឆ្កែឈួតទៀតអញ្ចឹងទៅយើងទាំងវល់អញ្ចឹងវាអត់កើតខាតពេលខ្ញុំម្នាក់ឯងមកយប់គេបានតែ4ម៉ោងហើយមករវល់រើសដុំថ្មចោលឆ្កែទៀតតែខ្ញុំធ្វើបង្អែមលាងមាត់នេះមិនបានរាល់ថ្ងៃអញ្ចឹងទៅអញ្ចឹងហើយបានជាខ្ញុំអត់អំពលទុកខ្ញុំចំណេញច្រើនណាឥឡូវដល់ពេលអត់ស្ដាប់ពួកគាត់ខ្ញុំចំណេញពេលវេលាច្រើនមែនតើទី1មិនសាមអារម្មណ៍ទី2ចិត្តជ្រះថ្លាធ្វើព័ត៌មានបង្អែមលាងមាត់ឲ្យឆ្ងាញ់ពិសាទៀតអញ្ចឹងខ្ញុំប្រើមិត្តភ័ក្តិខ្ញុំអ្នកដែល fan របស់ខ្ញុំឲ្យជួយទៅឆែកមើលFacebook របស់លោកផៃវណ្ណៈនេះដែលផុសថ្ងៃ29ខែកក្កដាវាយប្រហារបរិហាគេភរិយារបស់លោកតាំងសារដាហើយទៅចាត់ចោតបរិហា FBI ថាផ្ដាល់ប្រភពរឿងប្រពន្ធលោកតាំងសារដានេះឥឡូវគាត់លុបបាត់ហេតុអីបានជាគាត់លុប Facebook របស់គាត់ចោលសំណួរនេះខ្ញុំអត់ដឹងទេខ្ញុំអត់អាចឆ្លើយបានទេទៅសួរលោកផៃវណ្ណៈខ្លួនឯងហេតុអីបានលុបរឿងដែលសំខាន់គឺទី1បរិហាគេបំពេញទាំងមាត់អត់កម្របទី2យក FBI ជាស្ថាប័នជាតិឯករាជ្យរបស់អាមេរិកមួយយកទៅលាបពណ៌ថាជាអ្នកផ្ដាល់ប្រភពឲ្យខ្លួនអានេះគេហៅថាមនុស្សកម្មពៀទេបងប្អូនកម្មពៀមនុស្សយើងមានអញ្ចឹងមែនណាជួនកាលដូចថាអួតអឿអីចឹងទៅយករបស់គេយកទៅដាក់លាបពណ៌ថា FBI នឹងសហការមួយខ្លួនតាមពិតគឺជាការបោកប្រាស់មកយកមកឲ្យតែបងប្អូនចេះតែជឿតែឥឡូវដល់ពេលដឹងខ្លួនក៏មិនដឹងបានហ៊ានលុបចោលលើដាក់មកវិញមកចាត់សឿងដាក់ទៅវិញទៅកុំបាច់លុបអីព្រោះកុំលឹបលោដូចកអណ្ដើកចឹងហើយខ្ញុំមែនតើទៅខ្ញុំ
គ្រាន់តែលើកទឹកចិត្តឲ្យថ្លៃធ្នូជាងនឹងបន្តិចទៅព្រោះបាតផ្សារនេះណាសូម្បីតែមនុស្សនៅក្នុងគណៈបកប្រជាជនកម្ពុជាដែលគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាតាមមតិ fan របស់ខ្ញុំដែល copy screenshot មកឲ្យខ្ញុំនៅក្នុង Facebook របស់បុគ្គលពីលបាតផ្សារផៃវណ្ណៈដែលចោទប្រកាន់ប្រពន្ធលោកសារដាថាជាស្រីសផឹងនេះណាក៏គេណែរិះគន់លោកផៃវណ្ណៈនឹងថាពីលដែរសូម្បីមនុស្សនៅក្នុងគណៈបកប្រជាជនកម្ពុជាដែលជាស្រីហ្នឹងក៏គេថាពីលបាតផ្សារដែរថាហេតុអីបានជាបាតផ្សារប៉ាតណាប៉ាតណីអត់ដឹងខ្យល់អីចឹងតែបុគ្គលនេះមានតែដឹងខ្យល់អីបងប្អូនព្រោះអីគ្មានគ្រូបាអាចារ្យណាបដៅព្រះអង្គបានទេគឺតតែរលត់សង្ខារពីលើលោកនេះទៅប្រហែលជាបាត់ចប់ក៏មិនដឹងឥឡូវនេះគឺខ្ញុំមើលរឿងមួយទៀតគឺតកតងនឹងបន្តទៀតខ្ញុំតាមដានរឿងនេះគាត់ថាលោកតាំងសារដាគាត់បានរាយការណ៍រឿងនេះទៅ FBI និងទៅសារព័ត៌មាន Al Jazeera និងសារព័ត៌មានអន្តរជាតិមួយចំនួនទៀតដូចតែលោកធ្លាប់ធ្វើអញ្ចឹងព្រោះជាការការពារខ្លួននិងរក្សាសេចក្តីថ្លៃថ្នូររបស់ក្រុមគ្រួសារគាត់ដែរជារឿងត្រឹមត្រូវដែលលោកធ្វើខ្ញុំក៏សរសើរលោកតាំងសារដាដែរដែលមិនចេញសារឆ្កែខំឆ្កែវិញចំពោះបុគ្គលពីលបាត់ផ្សារនេះខ្ញុំសរសើរសេចក្តីថ្លៃថ្នូររបស់លោកតាំងសារដាហើយជ្រើសរើសយកវិធីទៅរាយការណ៍ប្រាប់មន្ត្រី FBI ឬក៏សារព័ត៌មានអីពិភពលោកហ្នឹងដើម្បីឲ្យដឹងពីចរិតមនុស្សពីលនេះនេះគឺជារឿងត្រឹមត្រូវបាទបន្តទៅទៀតបងប្អូនអ្នកគ្រប់គ្រងលោករងឈុនបន្តនាំគ្នាជួបលោកនៅភ្នំពេញក្រោយអាជ្ញាធរកម្ពុជាវាស់ដីឲ្យលោករងឈុនដើរលោករងឈុនតាមពិតគាត់មានប្រជាប្រិយខ្លាំងណាស់គាត់បាត់បង់សិទ្ធិសេរីភាពនយោបាយមែនក៏ប៉ុន្តែគុកអាចដាក់តែដូចថាមនសិការឧត្តមគតិរបស់គាត់ហ្នឹងគឺវានៅពេញផ្ទៃប្រទេសអញ្ចឹងប្រជាពលរដ្ឋដែលជាសកម្មជនដែលជាមិត្តភ័ក្តិដែលជាអ្នកស្និទ្ធស្នាលនឹងគាត់ដឹងថាគាត់គេវាស់ដីមិនឲ្យចេញពីភ្នំពេញឃើញហូរហែរាល់ថ្ងៃមកជួបលោកដើម្បីសួរសុខទុក្ខដើម្បីផ្ដល់ភាពកក់ក្ដៅកុំឲ្យខុសបំរាមតឡាការតេឡេរបស់គេនឹងផងអញ្ចឹងទៅក៏ពួកគាត់ក៏បានផ្ដល់កម្លាំងចិត្តខ្ញុំជឿថាសកម្មជនធ្វើនេះគឺជារឿងត្រឹមត្រូវលោករងជនមិនបានចុះទៅមូលដ្ឋានមកជួបគាត់ឲ្យសស្រាក់សស្រាំអញ្ចឹងទៅដើម្បីលើកទឹកចិត្តគាត់ដែរព័ត៌មានបន្ទាប់គឺអង្គការឪពុកលោកស្រីសាមមីជូជូនប្រាក់ភរិយាអ្នកស្លាប់$60000ដើម្បីដកបណ្ដឹងព្រមត្តនតាមពិតប្រាក់$60000នេះបើនៅក្នុងលិខិតដែលព្រមព្រៀងគ្នាជាមួយនឹងគ្រួសារជនបង្កហើយនឹងជនរងគ្រោះនេះគឺយកលុយ$60000ជាធ្នូនឹងការបញ្ចប់រឿងបាទតើរឿងនេះវាបញ្ចប់ប៉ុណ្ណាបងប្អូននៅតាមបណ្ដាញសង្គម Facebook ហ្នឹងកំពុងតែដូចថាភ្ញាក់ផ្អើលគ្រប់គ្នាដែរប៉ុន្តែកុំភ្ញាក់ផ្អើលបងប្អូននៅស្រុកខ្មែរគេធ្វើតែអញ្ចឹងទេសំណាងណាស់ដែលក្រុមគ្រួសារនេះបានលុយ$60000ដើម្បីដោះស្រាយជីវភាពតលបើមិនយកគឺអត់សោះតែម្ដងយូរតស៊ូរឿងក្តីហ្នឹងទៅគេមានលុយមានអីហ្នឹងអាចអត់មួយរៀលទៀតប្តីស្លាប់ខ្លួនតែប៉ុណ្្នឹងឯងនៅក្នុងនេះគឺបើតាមខ្ញុំឃើញនេះគេមានកិច្ចព្រមព្រៀងសាសជាមានផ្តិតមេដៃទាំងមេដៃលោកតុងហុកសេងដែលជាអង្គញាឪពុករបស់លោកស្រីសាមមីជូហើយមានសាក់សីគួចសុផលមានស្នាមមេដៃភាគីដែលជាជនរងគ្រោះមានសឹងកំហរនិងទឿនមនីបាទដែលព្រមនៅថ្ងៃទី6ខែសីហាម្សិលមិញឆ្នាំ2026ហ្នឹងគឺសាសជាគឺអញ្ចេះគេដាក់ថាភាគីសឹងកំហរភេទស្រីអាយុ25ឆ្នាំជាដើមបណ្ដឹងរដ្ឋប្រវេណីនិងឈ្មោះទឿនមនីភេទស្រីនៅភូមិព្រៃខាងជើង2សង្កាត់ចោមចៅ3ខណ្ឌសែនជ័យរាជធានីភ្នំពេញត្រូវជាប្រពន្ធជនរងគ្រោះឈ្មោះគួចកំហានក្នុងសំណុំរឿងព្រហ្មទណ្ឌរបស់សាលាដំបងរាជធានីភ្នំពេញតទៅនេះហៅថាភាគីខអញ្ចឹងភាគីទាំងពីរបានសម្រុះសម្រួលគ្នាឯកភាពលើចំណុចដូចតទៅទី1ដើម្បីបញ្ចប់វិវាទតាមកិច្ចព្រមព្រៀងជាសាសនេះដែលមានលក្ខខណ្ឌចែងដូចខាងក្រោមគូភាគីឯកភាពគ្នាយល់ព្រមប្រគល់សំណងរដ្ឋប្រវេណីចំនួន$60000ជាដើមជូនដើមបណ្ដឹងរដ្ឋប្រវេណីក្នុងសំណុំរឿងព្រហ្មទណ្ឌលេខប៉ុណ្ណេះចឹងមកទី2ភាគីដើមបណ្ដឹងគឺភាគីភរិយាជនរងគ្រោះហ្នឹងយល់ព្រមដកពាក្យបណ្ដឹងក្នុងសំណុំរឿងព្រហ្មទណ្ឌខែកក្កដាឆ្នាំ2026របស់សាលាដំបងភ្នំពេញតាមពិតខ្ញុំសូមជួសជុលការផ្សាយនេះបន្តិចគាត់ជូនប្រាក់ភរិយាអ្នកស្លាប់$60000ដើម្បីដកបណ្ដឹងក្នុងរឿងព្រហ្មទណ្ឌសំទោសខ្ញុំមិនមែនបណ្ដឹងព្រហ្មទណ្ឌទេបងប្អូនបានន័យថាបណ្ដឹងរដ្ឋប្រវេណីក្នុងរឿងព្រហ្មទណ្ឌព្រោះបណ្ដឹងព្រហ្មទណ្ឌដកអត់បានទេខ្ញុំសំទោសខ្ញុំសរសេរមិនអស់ហើយបើសិនជាមើលសេចក្តីខ្លឹមសារនេះគឺបញ្ជាក់បន្ថែមទៀតគឺរឿងនេះគឺវាមានរឿងពីរទី1គឺមានករណីស្លាប់តឡាការចោទប្រកាន់លោកស្រីសាមមីជូពីបទល្មើសទី1គឺបទល្មើសបង្ករបួសស្នាមធ្វើឲ្យមនុស្សស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទី2គឺបុករត់មានបទល្មើស2ក្នុងរឿងព្រហ្មទណ្ឌហើយក្នុងរឿងព្រហ្មទណ្ឌហ្នឹងគឺភាគីដើមចោទដែលជាភរិយាជនរងគ្រោះហ្នឹងគាត់ប្តឹងមកករណីទៀតគឺប្តឹងទាសំណងរដ្ឋប្រវេណីគាត់អត់ដឹងទាលុយប្រមាណទេតែបណ្ដឹងអាជ្ញានៅដដែលអញ្ចឹងនៅក្នុងបណ្ដឹងសាសជានេះគឺគាត់ដកបណ្ដឹងរដ្ឋប្រវេណីក្នុងបណ្ដឹងព្រហ្មទណ្ឌដែលចោទប្រកាន់លោកស្រីមីជូហ្នឹងណា
អញ្ចឹងឲ្យច្បាស់បងប្អូនគាត់អត់មានឲ្យប្តឹងដកបណ្ដឹងព្រមតាន់បានទេព្រោះបណ្ដឹងព្រមតាន់គឺធម្មតាបណ្ដឹងអាជ្ញាវាអត់ដែលដកបានទេព្រោះអីយើងអាចដោះស្រាយតែសំណងទេនេះគឺជានីតិវិធីផ្លូវច្បាប់ហើយខ្ញុំសូមអធិស្ឋានម្ដងទៀតខ្ញុំគ្រាន់តែបំភ្លឺថាការផ្សារនេះគឺដកបណ្ដឹងរដ្ឋប្រវេណីក្នុងបណ្ដឹងព្រមតាន់នៅដដែលតែបណ្ដឹងរដ្ឋប្រវេណីដកឲ្យដោយសារជូនលុយ$60000ហើយឈប់ប្តឹងផ្ដាល់អីតាក់ទងនឹងរឿងបណ្ដឹងរដ្ឋប្រវេណីបាទខ្ញុំស្លេះរឿងប៉ុណ្ណេះសិនមានន័យថាម៉េចបងប្អូនមានន័យថាភាគីទាំងពីរព្រមសម្រុះសម្រួលគ្នាអញ្ចឹងក្នុងន័យនេះគឺបណ្ដឹងអាជ្ញាបណ្ដឹងព្រមតាន់វានៅទៅទៀតហើយប៉ុន្តែទៅយូរប៉ុណ្ណាឆ្ងាយប៉ុណ្ណាគឺវាអត់ទៅឆ្ងាយទេព្រោះដោយសារតែភាគីសម្រុះសម្រួលគ្នាគឺគេកាត់ក្តីគេតម្រឹមហើយគឺតម្រឹមហ្នឹងគឺបានន័យថាដោយសារតែភាគីខាងបង្កគឺព្រមបង់លុយហើយភាគីខាងរងគ្រោះព្រមទទួលយកលុយលែងតវ៉ាលែងទាមទារលែងឲ្យដាក់ទោសធ្ងន់ព្រោះធម្មតាគេនឹងឲ្យភាគីដើមចោតហ្នឹងដាក់ទោសទណ្ឌព្រមមិនទាន់ឲ្យដល់កម្រិតព្យួរកឬទោសមួយជីវិតអីចឹងប៉ុន្តែឥឡូវដោយសារតែអត់តវ៉ាទាមទារអីច្រើនអាចនឹងទុកឲ្យតុលាការសម្រេចតែក្រុមនេះឬក៏អាចនឹងជនរងគ្រោះនេះភរិយាជនរងគ្រោះនឹងអាចនឹងស្នើឲ្យតុលាការបន្ធូរបន្ថយទោសលោកស្រីមីជូនឹងហើយដោយសារអីបានលុយចឹងដូច្នេះការកាត់ក្តីនឹងវាអាចឆាប់ចប់ហើយចុងក្រោយគឺលោកស្រីនឹងអាចជាប់ពន្ធនាគារមួយឆ្នាំពីរឆ្នាំទោះព្យួរអីទិញទួចចេញមកនៅក្រៅឃុំវិញអញ្ចឹងទៅតាមតទៅទៀតបងប្អូនព្រោះនេះគឺជាគេធ្វើតាមនីតិវិធីតុលាការទេមិនខុសទេគាត់ថាបងប្អូនចិត្តតែមើលថាឲ្យតែអ្នកមានលុយគឺសម្រួលចុះសម្រួលឡើងហ្នឹងគឺរួចខ្លួនអីចឹងទៅតែណាហើយគេក៏មិនធ្វើខុសនីតិវិធីអីដែរបងប្អូនព្រោះនីតិវិធីតាជនរងគ្រោះព្រមទទួលយកសំណងរដ្ឋប្រវេណីគឺជនរងគ្រោះអាចដកបណ្ដឹងសំណងរដ្ឋប្រវេណីបណ្ដឹងរដ្ឋប្រវេណីទេណាមិនបណ្ដឹងព្រមតាន់ទេបណ្ដឹងព្រមតាន់នៅទៅទៀតគាត់ថាបងប្អូនដឹងហើយរឿងជាមួយអង្គញាមហាមន្ត្រីអីនេះគឺមិនដែលបានយុតិធធអីជាដុំកំភួនជាគំរូជាឧទាហរណ៍អីទេមានតែសម្រុះសម្រួលឬក៏រួចខ្លួនបាត់បើមិនចឹងទេជាប់គុកទៅនៅបន្ទប់ VIP អត់បានជាប់គុកមួយថ្ងៃក៏មានដែរអាហ្នឹងដូចលោកថោងសារ៉ាត់នឹងគិតធៀងវាមានអញ្ចឹងហើយអាការធ្វើឲ្យប្រជាប្រដ្ឋមានមន្ទិលហ្នឹងចេះតែចែកវ៉ែបែកខ្ទិះណាបងប្អូនតែមិនអីទេឥឡូវតាមតទៅទៀតបងប្អូនជូតទឹកភ្នែកបន្តដំណើរតទៅទៀតបើបងប្អូនមិនចូលចិត្តអំពើអយុត្តិធម៌សង្គមហើយកុំឲ្យអំពើនេះកើតឡើងតទៅទៀតមានតែមួយយ៉ាងទេបោះឆ្នោតផ្លាស់ប្ដូររបៀបដឹកនាំរដ្ឋម្ដងទៅកុំឲ្យគណៈបកប្រជាជនកម្ពុជាជិះសេះលែងដៃតែម្ដងទៅបងប្អូននឹងខ្លាចហើយបើគេអ្នកផ្សេងគេមកធ្វើមិនកាត់បោះឆ្នោតឲ្យគណៈបកប្រជាជនកម្ពុជាវិញទៅមានចង្រៃអី5ឆ្នាំបោះម្ដងទៅបងប្អូនសាកទៅខ្ញុំលើកទឹកចិត្តឲ្យសាកព័ត៌មានបន្តទៅទៀតគឺតកតងនឹងសាលាធរតម្កល់ការផ្ដន់ទាទោសលើពលរដ្ឋ3រូបដាក់ពន្ធនាគារ6ឆ្នាំនិង10ឆ្នាំជុំវិញការថតរូបភាពតកតងនឹងបញ្ហាព្រំដែននិយាយរឿងជាប់ហ្នឹងអង្គការលីកាដូផ្សាយនៅថ្ងៃទី7ខែសីហានេះថាសាលាធរបាត់ដំបងការម្សិលមិញបានសម្រេចតម្កល់ការផ្ដន់ទាទោសពន្ធនាគារ6ឆ្នាំទៅ10ឆ្នាំទៅលើពលរដ្ឋ3រូបក្នុងសំណុំរឿងពីរផ្សេងគ្នាក្រោយពួកគេថតរូបភាពដែលពាក់ព័ន្ធនឹងចំនួនព្រំដែនកម្ពុជាថៃលោកមិចឌៀបអាយុ33ឆ្នាំលោកហ៊ុនហុងអាយុ36ឆ្នាំពលរដ្ឋរស់នៅក្នុងក្រុងសំរោងខេត្តឧត្តរមានជ័យសិទ្ធិអ្នកជាប់ទោសអ្នកទាំងពីរត្រូវបានសាលាដំបងខេត្តសៀមរាបផ្តន្ទាទោសដាក់ពន្ធនាគារ6ឆ្នាំក្នុងម្នាក់កាលពីថ្ងៃទី11ខែឧសភា2026ពីបទប៉ុនប៉ងប្រមូលព័ត៌មានជាអាចដែលអាចធ្វើឲ្យអន្តរាយដល់កិច្ចការពារជាតិសាលាធរបាត់ដំបងកាលពីម្សិលមិញបានតម្កល់ការផ្ដន្ទាទោសលើអ្នកទាំងពីរកំណត់រយៈពេល6ឆ្នាំដដែលចំណែកឯលោកឌៀបនិងលោកហុងនេះក៏ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី12ខែធ្នូឆ្នាំ2025ក្រោយពេលលោកជប់សម្រាកតាមផ្លូវងូទឹករូបថតអីនេះក៏ឃើញចឹងទៅនៅក្នុងសំណុំរឿងដាច់ដោយឡែកមួយផ្សេងទៀតសាលាធរខេត្តបាត់ដំបងតម្កល់ការផ្ដន្ទាទោសលោកច័ន្ទជាតិអាយុ36ឆ្នាំដែរដែលជាសកម្មជនអតីតបេក្ខជនក្រុមប្រឹក្សាស្រុកគណៈបច្ឆន្ទៈខ្មែរលោកជាតិត្រូវបានសាលាដំបងខេត្តបន្ទាយមានជ័យផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល10ឆ្នាំកាលពីថ្ងៃ13ឧសភាពីបទប្រគល់ឲ្យរដ្ឋបរទេសនៅព័ត៌មានជាអាចដែលអាចធ្វើអន្តរាយដល់ការការពារជាតិបទចោទនេះគឺដូចគេចោទលោកអ៊ុនឈិននិងលោកយាងសុធារិនហើយយាងសុជាមេតារបស់អតីតបុគ្គលិកវិទ្យុអាស៊ីសេរីដែលផ្សាយព័ត៌មានឲ្យអាស៊ីសេរី10ឆ្នាំជាងដល់ពេលគេបិទវិទ្យុអាស៊ីសេរីនៅស្រុកខ្មែរស្រាប់តែទៅចាប់គាត់ពីរឿងបទផ្ដាល់ព័ត៌មានឲ្យរដ្ឋបរទេសហើយចុះអាមេរិកណាទៅស្ដាប់ព័ត៌មានលោកអ៊ុនឈិននិងលោកយាងសុធារិនដើម្បីយកមកធ្វើស្អីជាមួយស្រុកខ្មែរហ្នឹងឆ្ងល់ដែរចេះតែចោទតែម្ដងបាទលោកជាតិជាអ្នករត់តាក់ស៊ីនៅជិតព្រំដែនកម្ពុជាថៃដែលធ្លាប់ដឹកភ្ញៀវជនជាតិខ្មែរដែលចាក់ស្រុកទៅត្រឡប់មកកាន់ភូមិកំណើតវិញនៅតាមពេលមានចំនួនព្រំដែនលោកត្រូវបានគេឃាត់ខ្លួនបន្ទាប់ពីថតរូបបារ៉ាស់ដែលដាក់នៅខាងភៀកគីថៃនៅតាមបណ្ដោយផ្លូវព្រំដែនកម្ពុជាកាលពីខែកញ្ញាឆ្នាំ2025មួយខែក្រោយបាត់ជប់បាញ់ចូលជាធរមានអាជ្ញាធរបានចោទលោកជាពីបទចែកផ្សាយព័ត៌មាននេះទៅភៀកគីថៃបាទឥឡូវខ្ញុំស្លេះរឿងហ្នឹងសិនឥឡូវនៅសពព័ត៌មាន2 3ទៀតបងប្អូនតើយប់ជ្រៅសារព័ត៌មានអនឡាញថៃមួយបិទការបញ្ចេញមតិពីកម្ពុជាទាំងស្រុងដោយអះអាងថាសរសេរសារហិង្សាប៉ះពាល់ដល់កុមារថៃបងប្អូនខ្ញុំសូមអង្វរបងប្អូនខ្មែរយើងទាំងអស់បានទេខ្ញុំបិណ្ឌបាត់ច្រើនលើកច្រើនគ្រាហើយយើងស្អប់ថៃយើងមិនចូលចិត្តថៃប៉ុណ្ណាខ្ញុំយល់ពីសមានចិត្តនេះតែកុំស្អប់ប្រជាជនយើងស្អប់មេដឹកនាំថៃយើងស្អប់មេយោធាថៃដែលឈ្លានពានកម្ពុជាស្អប់ចោះអត់អីទេប៉ុន្តែកុំស្អប់ប្រជាពលរដ្ឋនិងប្រជាពលរដ្ឋហើយកុំបាតផ្សារពាលាប៉ោឡែខ្វះសិលធម៌ខ្វះគុណធម៌យើងដឹងហើយមួយថ្ងៃនេះបងប្អូនម្សិលមួយថ្ងៃនេះនៅថៃមានការបាញ់នៅក្នុងសាលារៀនមួយការបាញ់នេះគឺធ្វើឲ្យស្លាប់គ្រូបង្រៀនស្លាប់សិស្សឥឡូវសរុបទៅ9នាក់ឯងគ្រាន់តែស្លាប់ដោយទាំងអ្នកបាញ់ដែរអ្នកបាញ់ហ្នឹងគឺជាសិស្សថ្នាក់ទី9អាយុ14ឆ្នាំ
គាត់បាញ់សម្រាប់ជីតាជីដូនគាត់នៅផ្ទះហើយសិនបានយកកាភ្លើងជីតាគាត់ហ្នឹងកាភ្លើងខ្លីគាត់យកគ្រាប់មកជិត100គ្រាប់ដាក់ស្ពាយមកចូលសាលារៀនធម្មតាព្រោះគាត់សិស្សសាលាពេលដែលចូលរៀនហ្នឹងគឺថ្នាក់រៀនបើកធម្មតាក្រោយមកគាត់ចាប់ផ្ដើមបាញ់ប្រហារស្លាប់គ្រូ2នាក់គ្រូគណិតវិទ្យាគ្រូអីហ្នឹងហើយគាត់ចាប់ផ្ដើមបាញ់សម្រាប់រេលពេញហ្នឹងគឺស្លាប់សិស្សស្លាប់គ្រូស្លាប់ជីតាជីដូនគាត់ហើយគាត់បាញ់សម្រាប់ខ្លួនឯងតាមពិតបាញ់ភ្លាមសម្រាប់ខ្លួនឯងហ្នឹងក៏អត់ស្លាប់ទេនៅសាលារៀនហ្នឹងគេដឹកទៅដល់មន្ទីរតាមឡានពេទ្យហ្នឹងដឹកទៅបានគាត់ស្លាប់ហើយគាត់មានវ័យ14ឆ្នាំគេរកមូលហេតុថាហេតុអីបានគាត់ស្លាប់ឥឡូវមានមនុស្សរបួស22នាក់ទៀតណាដែលត្រូវគ្រាប់កាភ្លើងណាហើយនៅក្នុង22នាក់ហ្នឹងមាន8នាក់របួសធ្ងន់អាចនឹងស្លាប់ក៏ថាបានដែរអញ្ចឹង9នាក់នេះអត់ទាន់ថាស្លាប់អស់ទេគឺអ្នកដែលរបួសធ្ងន់អាចស្លាប់ទៀតគេកំពុងតែរងទុកកំពុងខ្លោចផ្សារសាលានេះគឺជាសាលាវិទ្យាល័យមួយនៅឯប្រទេសថៃនៅខេត្តមួយបាទហើយរឿងនេះកើតឡើងធម្មតាបងប្អូននៅពេលដែលមានអំពើបាញ់បោះនៅក្នុងសាលារៀនកូនគេកូនយើងកុំយកនយោបាយមកលាបពណ៌មតិបងប្អូនប្រជាពលរដ្ឋខ្មែរយើងនៅក្នុងបណ្ដាញសារព័ត៌មាន The Cow សុទ្ធនេះណាគឺចាក់ស្រេះដោយការជេរប្រមាថបតិចផ្ដាសាបជេរហើយថាឲ្យគេបាញ់ស្លាប់ឲ្យអស់ទៅសិស្សសាលាហ្នឹងថែមទៀតទៅសំមុខបងប្អូនកុំធ្វើអញ្ចឹងអីខ្ញុំជាខ្មែរដូចគ្នាទទួលយកមិនបានសោះយើងដូចខ្ញុំនិយាយអញ្ចឹងយើងស្អប់ថៃរឿងព្រំដែនកុំវែងឆ្ងាយរហូតដល់រឿងគ្រោះថ្នាក់ធម្មជាតិទឹកចំនួនកាលលើកមុនគ្នាកំពុងតែយាយចាស់ម្នាក់កំពុងតែដ្រូនទឹកលិចមកទៅអោបសសរហើយយើងទៅសេសាបញ្ជេឲ្យយាយនឹងលងទឹកឲ្យស្លាប់ឆក់សាច់ភ្លើងឲ្យស្លាប់ពុះចឹកឲ្យស្លាប់អ្នកដែលកំពុងលងទឹកខ្វះខ្វាយទាំងក្មេងទាំងចាស់ទាំងឆ្កែទាំងសត្វពាហនៈអីសពបែបយ៉ាងយើងទៅដាក់ប្រដាសាបញ្ជេគេដោយសាររឿងចំនួនព្រំដែនថៃបងប្អូនសិលធម៌យើងទៀតណាស់កុំខ្មែរយើងមិនថោកទៀតដល់ប៉ុណ្ណឹងទេបងប្អូនកុំយកយើងពី3នាក់ហ្នឹងធ្វើឲ្យគេឌីលខ្មែរយើងទាំង18លាននាក់ណាបងប្អូនយើងមានសិលធម៌យើងមានសុជីវធម៌ហើយកុំទៅនិយាយបែបហ្នឹងនៅពេលមានរឿងទុកសោកបែបហ្នឹងយើងកុំទៅខឹងថៃថាមកសម្លាប់ទាហានយើងសម្លាប់គឺជាចំនួនព្រំដែនតុលាការព្រហ្មទណ្ឌអន្តរជាតិតុលាការយុត្តិធម៌អន្តរជាតិជាអ្នកដោះស្រាយរកសំណងការជេរបន្តិចផ្ដាសាឬក៏បចោគ្នាឬក៏បជេរគ្នានេះវាអត់បានលើកតម្លៃខ្មែរអត់បានជួយរកដោះស្រាយបញ្ហាព្រំដែនយើងទេវាធ្វើឲ្យជាតិសាសន៍យើងថោកទាបបងប្អូនថោកទាបហើយដោយសារតែមនុស្សតែប្រមាណអ្នកហ្នឹងឯងយើងធ្វើឲ្យគេមើលងាយយើងជារួមថាខ្មែរយើងថោកទាបអញ្ចឹងខ្ញុំស្ដាយបងប្អូនឥឡូវកាសែតថៃនេះគឺគាត់បិទមតិយោបល់ពីខ្មែរទាំងអស់ហ្មងនិយាយទៅគឺគាត់ឲ្យក្រុមហ៊ុន Facebook បិទចេញពីកម្ពុជាអត់ឲ្យ comment ចូលទៅក្នុង Facebook គាត់ហ្មងដោយសារគាត់ថា comment ហិង្សាជេរបចោដាក់ប្រដាសាកុមារឬក៏សិស្សសាលានឹងថែមទៀតអីចឹងដូចថាទទួលយកមិនបានមើលបងប្អូនទទួលយកបានទេបើបងប្អូនមានកូនចៅគេបាញ់ស្លាប់នៅសាលារៀនហើយទៅយើងស្រាប់មានអ្នកណាមកប្រាប់ថាឲ្យតែស្លាប់ទៅឲ្យស្លាប់ថែមទៀតទៅក៏បានតើបងប្អូនជួយចាប់ទេបងប្អូនជាមនុស្សមិនមែនសត្វទេកុំយកប៉មលាយក្រូចរឿងព្រំដែនដោះស្រាយជាមួយតុលាការព្រំទាន់អន្តរជាតិនិងយុត្តិធម៌អន្តរជាតិអស់លោកដែលជេរប្រទេសថៃនឹងអត់ដែលលើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជានឹងប្តឹងថៃទៅតុលាការអន្តរជាតិទេអត់ដែលទេអាចធ្លាក់ទឹកមកយកទៅស្អងសុំកលុំជាមួយរដ្ឋាភិបាលកម្ពុជានៅតែកោតទោសតវ៉ាជូនដំណឹងកោតទោសតវ៉ាជូនដំណឹងតែប្តឹងថៃទៅតុលាការព្រំទាន់អន្តរជាតិអត់ហើយមិនត្រឹមតែអត់ទេមករករឿងអ្នកប្តឹងទៀតតែដល់ពេលចេះវិញទៅជេរបចោបន្តិចផ្ដាសាគេឲ្យគេឌីលពូជសាសយើងណានឹងយើងប្រកែទៅវិញហេតុអីបងប្អូនហេតុអីដំបូងបងប្អូនថាប្រហែលជាជនជាតិថៃគេខ្លែងខ្លួនជាខ្មែរអត់ទេគេបិទទាំងអស់មតិចេញពីខ្មែរហ្មងព្រោះមតិទាំងអស់ហ្នឹងគឺជាមតិចេញពីស្រុកខ្មែរទៅបងប្អូនជួនកាលមានតែមនុស្សមួយក្រុមប៉ុន្តែយើងបំផ្លាញគ្នាឯងខ្ញុំសូមស្នើឲ្យបងប្អូនទាំងអស់គ្នាជួយគ្នាណាកុំបាតផ្សារតាមបុគ្គលពីលាបាតផ្សារប្រមាណអ្នកទាំងអស់នេះនឹងចោះនរកទេប៉ុន្តែកុំទៅចោះនរកតាមគាត់យើងត្រូវរឹតបន្តឹងចំណងអាភាពដែលថ្លៃថ្នូរសុជីវធម៌យើងឡើងវិញបងប្អូនយើងគ្រប់គ្នាយើងត្រូវតាំងចិត្តណាមុននឹងជេរមុននឹងអីយើងគិតកលាស់អណ្ដាតយកឲ្យបាន400ជុំទៅហើយកុំជេរកុំបាត់ពីលាបាតផ្សាររកវិធីថ្លៃថ្នូរយើងអាចថាខ្ញុំសូមចូលរួមរំលែកទុកដល់ក្រៀមក្រំអីអញ្ចឹងចោះប៉ុន្តែសង្ឃឹមថារឿងនេះមិនកើតឡើងទេវាជារឿងអកុសលអីរឿងនៅថៃនេះអត់មានតាក់ទងនឹងអ្នកទាំងអស់នោះកូនសិស្សនេះអត់ស្លាប់ដោយសារពួកគាត់មករើសមកជួយលាយបាយអចាក់បេតុងនៅព្រំដែនខ្មែរយកដីខ្មែរអត់ទេជាសិស្សនិស្សិតដែលគ្នាអត់ដឹងអីទាំងអស់ស្លូតត្រង់នៅសាលារៀនកូនគេកូនយើងអ្នកណាក៏ដូចគ្នាដែរហើយក្មេងនេះទៅសម្លាប់នេះណាអត់ទាន់ដឹងមូលហេតុទេគ្រាន់តែប៉ូលីសថៃគេរកឃើញថាគាត់ជាក្មេងដែលឪពុកម្ដាយលែងលះគ្នាអញ្ចឹងគ្រួសារនេះប្រត់ប្រាស់បែកបាក់គ្នាអត់ភាពកក់ក្ដៅទេឪពុកម្ដាយលែងលះគ្នាទៅគាត់ទៅនៅជាមួយនឹងជីតានិងជីដូនតាំងតែពីតូចក្រូចឆ្មាមមកម្លេះអត់ដែលនៅជាមួយម៉ែឪបង្កើតទេហើយដល់តែអាយុ14ឆ្នាំហ្នឹងគឺជីតាមានកំភ្លើងហើយកភ្លើងហ្នឹងចុះបញ្ជីត្រឹមត្រូវស្របច្បាប់ទេមិនមែនជាកំភ្លើងខុសច្បាប់ទៅទៀតទិញអីស្រួលបួលមានអាជ្ញាប័ណ្ណមានអីមុននឹងបាញ់សម្លាប់និស្សិតសិស្សនៅសាលារៀនសិស្សវិទ្យាល័យនេះគឺយុវជន14ឆ្នាំរូបនេះគាត់បានទៅមើលតាមអ៊ីនធឺណិតរកមើលអំពីការបាញ់សម្លាប់មនុស្សនៅសាលារៀនដែលទ្រង់ទ្រាយធំគឺគាត់បានមើលអាការបាញ់បោះទ្រង់ទ្រាយធំប៉ុន្តែហើយណាទៅចាប់អារម្មណ៍បើមនុស្សនេះអត់ដែលបង្ហាញសារហិង្សាអីសោះនៅ Facebook របស់គាត់ក៏អត់មាននិយាយអំពីការដែលចង់សម្លាប់អ្នកនេះអ្នកនោះអីទេគាត់យូរម្ដងឃើញគាត់ប្រហោះរូបកំភ្លើងខ្លីអីហ្នឹងដែរ
ប៉ុណ្ណឹងទេព្រោះកាភ្លើងខ្លីហ្នឹងគេប្រហោះគ្រប់គ្នាហ្នឹងច្រើនគ្នាមិនមែនគ្រប់គ្នាទេវាធម្មតាតែគាត់ដាក់ហង្សាអីថានឹងសម្លាប់អ្នកនេះអ្នកនោះគេអត់មាននរណាត្រៀមខ្លួនទេលោកអនុទិនច័ន្ទវរៈគុលដែលជានាយករដ្ឋមន្ត្រីថៃបានចុះទៅកន្លែងកើតហេតុហើយក៏បានបញ្ជាក់ថាតាមរបាយការណ៍ស្រាវជ្រាវបឋមថាជននេះអាចនឹងមកពី stress នៅកន្លែងរៀនពេកឬថារៀននឹងវា stress វាបន្ទុកមិនបានល្អអីចឹងក៏ថាបានតែនេះគ្រាន់តែជាការសន្និដ្ឋានទេតែវាអកុសលមនុស្ស9នាក់ស្លាប់ជាដូនជាតារបស់នេះក៏ស្លាប់ដែរគាត់បាញ់មានគ្រាប់កំភ្លើងត្រូវក្បាលនិយាយទៅសាហាវខុសខើព្រៃផ្សៃដែរបងប្អូនភាពសាហាវនេះមិនមែនតែនៅថៃទេអាមេរិកក៏មានដែរដូច្នេះវាសង្គមណាក៏មានដែររឿងដែលមិនធ្លាប់កើតឡើងវាមិនមែនជាការដាក់បច្ចេកផ្ដាសាអីទេអញ្ចឹងម្ដងទៀតបងប្អូនណាថ្លៃធ្នូឡើងកុំធ្វើឲ្យយើងជាជាតិសាសន៍ថោកទាបការដោះស្រាយបញ្ហាព្រំដែនថៃគឺយើងមានវិធីអន្តរជាតិតុលាការហើយបើបងប្អូនគ្រាន់បើណានាំគ្នាតវ៉ាបាតកម្មឲ្យរដ្ឋាភិបាលកម្ពុជាដាក់ប្តឹងទៅតុលាការអន្តរជាតិទៅគុំទៅយកវិធីជេរគេអញ្ចឹងអត់ប្រយោជន៍ទេហើយឲ្យគេមើលងាយយកឥឡូវគេបិទអត់ឲ្យយើងទៅមកប្រទេសហ្មងចុះអ្នកផ្សេងទៀតដែលគេនិយាយល្អអត់បានមាន comment អីបានសោះយ៉ាប់មែនតើបាទឥឡូវព័ត៌មានបញ្ចប់គឺតកតងនឹងអាមេរិកនិងអាស៊ានអំពាវនាវឲ្យភូមាដោះលែងអ្នកស្រីអង្សានស៊ូជីដោយឥតលក្ខខណ្ឌក្រសួងការបរទេសអាមេរិកទើបតែពេលនេះគឺចេញសារម្ដងទៀតហើយមិនមែនជាលើកទី1ទេច្រើនដងហើយគឺជំរុញឲ្យមេដឹកនាំភូមាផ្ដាច់ការលោកមិនអងឡាងដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសថៃដោះលែងអ្នកស្រីអង្សានស៊ូជីដែលជាមេដឹកនាំបកប្រឆាំងឲ្យមានសេរីភាពដោយឥតលក្ខខណ្ឌហើយឲ្យឆាប់តាមតែអាចធ្វើទៅបានប្រធានអាស៊ានបដូវវេនប្រទេសហ្វីលីពីនក៏ចេញសារស្រដៀងគ្នានេះដែរអញ្ចឹងគេកំពុងតែដាក់សម្ពាធទៅឲ្យលោកមីនអងឡាំងនេះគឺដោះលែងអ្នកស្រីអង្សានស៊ូជីហើយខ្ញុំជឿថាថៃខ្លួនឯងក៏គួរតែដាក់សម្ពាធមីនអងឡាំងឲ្យដោះលែងអង្សានស៊ូជីដែរព្រោះអីហេតុអីបានមកអោបកសោបអង្ឡាំងចូលទៅក្នុងប្រទេសថៃដោយប្រទេសនេះផ្ដាច់ការហើយថ្ងៃនេះមានសមាជិកព្រឹទ្ធសភារដ្ឋសភារបស់ថៃម្នាក់នៅពេលដែលកំពុងប្រជុំជាមួយមីនអងឡាំងនេះគឺគាត់ឡើងស្រេចបរិហារដ្ឋាភិបាលថៃនិងរដ្ឋាភិបាលភូមានេះដែរគឺតំណាងរាស្ត្រមកពីគណៈបកប្រជាជនដែលជាគណៈបកប្រឆាំងនៅថៃនឹងគាត់និយាយថាថៃមិនអាចទៅអោបកសោបមានដឹកនាំភូមានេះទេព្រោះអត់ទាន់មានប្រជាធិបតេយ្យអត់មានសិទ្ធិមនុស្សទាមទារឲ្យភូមាស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យសិនទើបឲ្យថៃចាប់ដៃអីចឹងហើយបើមិនធ្វើដូច្នេះទេគាត់នឹងតវ៉ារហូតអីចឹងទៅស្រែកកោកកាចឹងទៅឲ្យប៉ូលីសរដ្ឋសភានឹងក៏បានដឹកដៃអូសដៃគាត់ចេញទៅក្រៅក៏គេមិនវាយខ្នោះមិនវាយអីទេបាទហើយគាត់ក៏ធ្វើសន្និសីទសារព័ត៌មានថ្លែងសារថាជាតំណាងរាស្ត្រគឺគាត់ត្រូវការឲ្យប្រទេសភូមាមានសិទ្ធិមនុស្សនិងប្រជាធិបតេយ្យទើបឲ្យថៃអាចនឹងសហការឲ្យបានបាទបងប្អូននេះគឺជាសិទ្ធិសេរីភាពនៅស្រុកគេបើនៅស្រុកខ្មែរចាប់ដាក់គុកបាត់ហើយតំណាងរាស្ត្រគាត់ថាលោកអីស្អីលោកញយចម្រើនហើយនិងលោកគង់សភាដែលតំណាងរាស្ត្របកប្រឆាំងទៅពួកខាងក្រុមអង្គរៈរបស់លោកហ៊ុនសែនវាយបាក់ថ្មិញបាក់ចង្ចនីបាក់ក្តោងច្រមុះទាត់ធាក់ពេញមុខរដ្ឋសភាជាប់គុកបានតែប្រហែលមួយឆ្នាំពីរម្ដងឡើងឋានៈទៀតចេញមកហ្នឹងហើយស្រុកខ្មែរបាទឥឡូវសូមស្លេះការផ្សាយរបស់ខ្ញុំត្រឹមប៉ុណ្ណឹងហើយរាត្រីសួស្តីបងប្អូននៅប្រទេសកម្ពុជាអរុនសួស្តីបងប្អូននៅសហរដ្ឋអាមេរិកបាទសូមជម្រាបលា